មជ្ឈមណ្ឌលជំនាញអូតូនិយមអាស៊ាន ASMC ចេញផ្សាយនៅថ្ងៃទី24ខែមីនាកន្លងទៅនេះថាក្នុងរយៈពេលមួយសប្តាហ៍កម្ពុជាមានភ្លើងឆេះព្រៃឬចំណុចឆេះជាង600ករណីហើយខេត្តដែលមានករណីភ្លើងឆេះព្រៃច្រើនជាងគេគឺខេត្តស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីក្រសួងបរិស្ថានកម្ពុជាបានចេញផ្សាយនៅទិន្នន័យរបស់មជ្ឈមណ្ឌលអូតូនិយមអាស៊ាន ASMC នៅថ្ងៃទី24ខែមីនាស្ដីពីករណីភ្លើងឆេះព្រៃនៅកម្ពុជាចាប់ពីថ្ងៃទី17ដល់ថ្ងៃទី23ខែមីនាគឺក្នុងរយៈពេលមួយសប្តាហ៍កម្ពុជាមានភ្លើងឆេះព្រៃឬចំណុចឆេះចំនួន662ករណីក្នុងនោះចំនួន240ករណីបានកើតមានឡើងនៅថ្ងៃទី22ខែមីនាតាមទិន្នន័យដដែលនេះបានឲ្យដឹងទៀតថាខេត្តស្ទឹងត្រែងខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីដែលស្ថិតនៅជាប់ព្រំដែនជាមួយនឹងប្រទេសឡាវនិងវៀតណាមត្រូវបានគេរកឃើញថាមានករណីភ្លើងឆេះព្រៃច្រើនជាងគេខេត្តស្ទឹងត្រែងមានករណីភ្លើងឆេះព្រៃសរុបចំនួន89ករណីខេត្តមណ្ឌលគិរីមានសរុប84ករណីនិងខេត្តរតនគិរីមានសរុប81ករណីចំណែកទីក្រុងភ្នំពេញខេត្តបៃលិននិងខេត្តកែបមិនត្រូវបានគេរកឃើញថាមានករណីភ្លើងឆេះព្រៃនេះទេក្រសួងបរិស្ថានតែងអះអាងថាកម្ពុជាគ្មានភ្លើងឆេះព្រៃធ្ងន់ធ្ងរនិងថាភ្លើងឆេះព្រៃភាគច្រើនជាការឆេះស្មៅសម្រាមស្បូវនិងជញ្ជ្រាំងស្រូវតែប៉ុណ្ណោះក្រសួងអះអាងថាកម្ពុជាកំពុងតែអនុវត្តនូវវិធានការទប់ស្កាត់និងបញ្ឈប់ការដុតសំណល់កសិកម្មគល់ជញ្ជ្រាំងដុតទន្ទ្រានព្រៃសម្រាមសំណល់រឹងនិងផ្លាស្ទិកដែលជាប្រភពបង្កភ្លើងឆេះព្រៃឬចំណុចក្តៅបំផ្លាញគុណភាពខ្យល់តាមរយៈរូបភាពថតដោយផ្កាយរណបរបស់ទីភ្នាក់ងារព័ត៌មានវិទ្យានិងអវកាសថៃឈ្មោះ Chista កាលពីថ្ងៃទី23ខែមីនាបានបង្ហាញឃើញពីករណីភ្លើងឆេះព្រៃឬចំណុចឆេះខុសគ្នាពីទិន្នន័យរបស់ក្រសួងបរិស្ថានកម្ពុជាបើតាមទីភ្នាក់ងារ Chista ករណីភ្លើងឆេះព្រៃឬចំណុចឆេះនៅកម្ពុជាមានចំនួន806ករណីពោលគឺច្រើនជាងទិន្នន័យរបស់ក្រសួងបរិស្ថានកម្ពុជាជាង200ករណីករណីភ្លើងឆេះព្រៃឬចំណុចឆេះនៅកម្ពុជាភាគច្រើនកើតចេញពីការដុតសម្រាមដុតចម្ការនិងភ្លើងឆេះព្រៃតាមការចុះផ្សាយរបស់កាសែតថៃក្នុងថ្ងៃទី11ខែកុម្ភៈអាជ្ញាធរថៃបានរកឃើញថាភ្លើងឆេះព្រៃនៅភ្នំបានថាតដោយបានចោទប្រកាន់ថាឆេះឆ្លងចេញពីព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ការលើកឡើងយ៉ាងដូចនេះរបស់ថៃត្រូវបានកម្ពុជាច្រានចោលភ្លាមៗក្នុងយប់ថ្ងៃទី11ខែកុម្ភៈដោយបញ្ជាក់បន្ថែមថាកម្ពុជាគ្មានអ្វីពាក់ព័ន្ធនឹងហេតុការណ៍ភ្លើងឆេះព្រៃនៅភ្នំបានថាតនោះទេនេះមិនមែនជាលើកទី1ទេដែលថៃបានចោទឬទម្លាក់កំហុសមកកម្ពុជាជាប្រភពនាំឲ្យមានគ្រោះមហន្តរាយធម្មជាតិនៅប្រទេសថៃជាក់ស្ដែងបញ្ហាខ្យល់ពុលក្នុងបរិយាកាសនៅថៃថ្មីនេះអាជ្ញាធរថៃក៏បានចង្អុលមុខកម្ពុជាថាជាប្រភពចម្បងមួយដែលអាចបង្កឲ្យមានភ្លើងឆេះព្រៃបញ្ចេញផ្សែងពុលក្នុងបរិយាកាសបន្ទាប់ពីថៃរកឃើញថាកម្ពុជាមានចំណុចឆេះឬទីតាំងក្តៅច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Methodសូមលោកអ្នកនាងចុចយកពាក្យ credit ឬ debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច postal code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ